ថ្ងៃរះស្រឡះចិត្តភ្លើត្រចង់លោកពេលថ្ងៃត្រង់បេះដូងប្រាយក្តៅរីងរៃសរសៃរំកើខ្លួនពួនដុនចិនប្រងថ្លៃខ្មៅខ្លោចព្រោះថ្ងៃដុតហើយប្រះលែងបាត់តែក្លុយស្នេហ៍ថ្នោតទេបំពេឲ្យចិនបានស្ងោមស្រែក្លិនឈ្ងុំប្រលំធ្លាប់កេងកាយភ្លឺទំនងបែមពីរស់បាត់ណំបងលួងបើកណ្ដាលយប់ជ្រៅធ្លាប់នៅស្ដាប់សៀងក្លុយស្រែបងនៅទីណាបងនៅទីណាបងម្ដេចមិនឆ្លើយផងម្ដេចបងទៅបានចោលស្នេហ៍ទួថ្ងៃបាំងរសៀក៏ចិនអូនមិនប្រែយើងនៅមានខែកំដរតឹងភ្នែកថ្ងៃជ្រេពីត្រង់បងក្តៅបងតញអូនភ័យបងថើបខ្នងដៃផ្ដាំស្រីកុំឲ្យតឹងភ្នែកថ្លៃស្រាយំនេះនឹងស្ងាត់នាយំស្អែកបងផ្ដាំមុនបាយសូមជូតទឹកភ្នែកមុនស្រក់អរគុណចាធីតាជាការពិតបទចម្រៀងមួយបទជាការស្រឡាញ់ប៉ុន្តែយើងខ្លួនឯងយើងដឹងត្រឹមតែស្រឡាញ់ព្យាយាមធ្វើប៉ុន្តែយើងកម្រិតនៃការដឹងពីបទពិសោធន៍នៃការប្រើប្រាស់ក៏យើងអត់ទាន់បានយល់ច្រើនដូចគ្នាចាបងដរាបណាគ្មានអ្នកប្រឹក្សាដល់យើងចាបងអញ្ចឹងបងចង់ឲ្យបងសវត្ថបង្ហាញពីអារម្មណ៍ក៏ដូចជាចំណុចខ្វះខាតរបស់បងអូនក៏ដូចជាចំណុចល្អខ្លះៗដល់បងអូនចាបងអរគុណសំឡេងបងអូនស្ដាប់មើលទៅស្រួយល្អក៏ប៉ុន្តែដោយសារតែពេលខ្លះនៅខ្វះពេលវេលាសម្រាប់នឹងមើលថែនៅសំឡេងរបស់យើងរកតិចនិចលក្ខណៈណាសំខាន់នៅក្នុងអត្ថន័យនៃបទចម្រៀងចាបងតែប៉ុណ្្នឹងទេចាអរគុណច្រើនអូនបាទអូខេកញ្ញាធីតាមានសំឡេងល្អចាបងចាប៉ុន្តែដូចបងថាយើងខ្វះបច្ចេកទេសនៃការប្រើប្រាស់បន្តិចហើយខ្វះមនោសញ្ចេតនាយើងអត់ទាន់មានមនោសញ្ចេតនាក្នុងនោះអញ្ចឹងខ្ញុំជឿថាបើសិនជាយើងអាចទទួលបានបទពិសោធន៍ច្រើនយើងនឹងស្វែងយល់ពីខ្លួនឯងបានច្រើននៅក្នុងបទចម្រៀងពីមួយបទទៅមួយបទណាចាអរគុណសម្រាប់មកកាន់ទីនេះអរគុណបងចារាជអរគុណបាទមើលទៅធីតាជាមនុស្សម្នាក់ដែលរហ័សរហួនចាអរគុណហើយមួយទៀតឃើញថាស្វាហាប់ហើយក្លាហានហើយអ្វីដែលសំខាន់គឺមានឆន្ទៈខ្ពស់អញ្ចឹងបងសង្ឃឹមថាថ្ងៃនេះផ្ទាល់បងអូននឹងទទួលបាននៅបទពិសោធន៍ក៏ដូចជាពាក្យពេចន៍ក៏ដូចជានៅយោបល់ខ្លះៗល្អពីបងទាំងអស់គ្នាដើម្បីធ្វើឲ្យបងអូនកាន់តែល្អជាងនេះបន្ថែមទៀតណាអូនចាអរគុណសម្រាប់ការតាំងចិត្តក៏ដូចជាក្តីស្រឡាញ់មួយនេះអរគុណអូនអរគុណធីតាចាថ្ងៃនេះអាចនិយាយថាមិនតាន់ជាឱកាសរបស់យើងចា No អរគុណអូនចាអរគុណបងចាសម្រាប់បងវិញយើងប្រើពេលវេលាបន្ថែមទៀតចាបងចានៅអ្វីដែលយើងស្រឡាញ់ចាអត់អីបងសម្រាប់បង No ចាអរគុណបងសម្រាប់បង No ចាអរគុណបងខ្ញុំ No ចាអរគុណច្រើនបងអរគុណច្រើនបងតស៊ូបន្ថែមទៀតអរគុណបងទាំងអស់គ្នាអរគុណច្រើនមែនតើបងសប្បាយចិត្តទោះបីជាខ្ញុំធ្លាក់ក៏ខ្ញុំសប្បាយចិត្តដែរបងព្រោះអីខ្ញុំគិតថាខ្ញុំឈានមកដល់វគ្គនេះគឺខ្ញុំគិតថាខ្ញុំអស់ចាយតែ
ចាទោះបីជាខ្ញុំនៅខ្វះបទពិសោធន៍ខ្លះមែនតែខ្ញុំសប្បាយចិត្តតែថ្ងៃនេះក៏ខ្ញុំមានបញ្ហាសុខភាពដែរបងព្រោះអីខ្ញុំស្លេះនឹងពូកអីចឹងបងតែខ្ញុំសប្បាយចិត្តខ្ញុំព្យាយាមឲ្យអស់ពីសមត្ថភាពអរគុណច្រើនបងអរគុណទាំងអស់គ្នាបងចាជំរាបលាបងសប្បាយអរគុណបងចា